គ្រប់ជំរាបសួរពុកម៉ែបេមីងបងប្អូនអរគ្នាដែលតែងតែគាំទ្រនៅវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំនឹងមានវីដេអូចែកម្លែកតាក់ទងបច្ចេកទេសនៃការចំមាន់ខ្លះៗក៏ប៉ុន្តែមុននឹងចូលដល់មេរៀនខ្ញុំសូមបង្ហាញបាទនេះគឺអតិជនរបស់ខ្ញុំ3ឆ្នាំហើយដែលគាត់នៅខាងផ្សារដំណាក់ស្មាច់ខេត្តបាត់ខេត្តកំពង់ស្ពឺរបស់យើងនៅស្រុកឧដុង្គអញ្ចឹងគឺគាត់តែងតែយកថ្នាំឈុតសម្រាប់កូនមាន់ទើបញាស់គឺគាត់យកមួយឈុតគឺក្នុងមួយខែគឺគាត់កំងម្ដងហើយនឹងថ្នាំសម្រាប់កូនមាន់ដែលទើបញាស់ដាក់ចេញពីសបុកឬក៏ដឹកជញ្ជូនមកថ្មីកូនទាកូនអីហ្នឹងដែលដឹកជញ្ជូនមកឬក្រោយធ្វើវ៉ាក់សាំងឬមុនធ្វើវ៉ាក់សាំងដើម្បីការពារកុំឲ្យមានផ្ទុះជំងឺកើតឡើងហើយមួយទៀតគឺឈុតផ្ដាសាយធំអញ្ចឹងគឺគាត់យកបែបហ្នឹងទៅគឺគាត់ចាំមាន់រយៈពេល3ឆ្នាំហើយ3 4ឆ្នាំគឺអត់ដែលមានបញ្ហាអីកើតឡើងទេនេះជាអតិជនហើយគឺយើងមានទាំងថ្នាំបតក់មានទាំងថ្នាំម្សៅសម្រាប់លាយផ្សំជូនគាត់តែម្ដងអញ្ចឹងគឺគាត់នៅខាងផ្សារដំណាក់ស្មាច់ស្រុកឧដុង្គអូខេឥឡូវយើងចូលទៅដល់ការចិញ្ចឹមមាន់ជាមួយខ្ញុំតែទាំងអស់គ្នាបាទអញ្ចឹងនេះរបៀបលាយហើយនឹងការចិញ្ចឹមអញ្ចឹងកូនមាន់ពេលដែលដាក់ចេញពីសំបុកមកយើងគឺចាំបាច់បំផុតគឺយើងត្រូវឲ្យវាផឹកនៅទឹកថ្នាំមួយដែលជាជំនួយមានន័យថាក្នុងរយៈពេល48ម៉ោងដំបូងហ្នឹងពេលដែលក្រោយដែលបងប្អូនអរគ្នាយកចេញពីទូភ្ញាស់ក៏ដោយឬក៏ក្រោយពីយកចេញពីមេក៏ដោយគឺពេលហ្នឹងវារៀងខ្សោយឯក្នុងអញ្ចឹងសារធាតុចិញ្ចឹមក្នុងខ្លួនវាបានតែ48ម៉ោងទេបែបនេះគឺយើងត្រូវដាក់ថ្នាំជំនួយរួមជាមួយនឹងចំណីហើយដាក់ថ្នាំគឺយើងដាក់ជាមួយនឹងទឹកទៅយើងលាយក្នុងមួយមុខមួយស្លាបព្រាកាហ្វេទឹក1លីត្រឲ្យវាផឹកបាទហើយជាពិសេសបើយើងចិញ្ចឹមជាលក្ខណៈគ្រួសារបែបនេះអញ្ចឹងគឺយើងបិទបាំងចិត្តនៅពេលយប់ឡើងហើយថ្ងៃឡើងគឺយើងបើខែភាសាអញ្ចឹងគឺយើងត្រូវបាំងដែរហើយយើងដាក់បើកូនមាន់យើងមើលថាវារៀងខ្សោយវារៀងអត់សូវមានធម៌ពលគឺបងប្អូនត្រូវដាក់តែមេបាដាក់មេឲ្យវានៅដល់កម្ដៅជូនហើយបើមាន់ចាប់ពីអាយុ28ថ្ងៃឡើងឬក៏ទៅដល់1ខែកន្លះយើងអាចមិនបាច់ដាក់មេទេហើយបើយើងចិញ្ចឹមជាលក្ខណៈឧស្សាហកម្មគឺយើងអាចប្រើប្រាស់បច្ចេកទេសដោយប្រើប្រាស់អង្កាមអីបានហើយបំពូលកម្ដៅឬក៏ធម្មពលផ្សេងដែលអាចយើងប្រកបាននៅក្នុងស្រុកអញ្ចឹងសម្រាប់ចំលក្ខណៈគ្រួសារគឺពេលដែលធំបែបនេះគឺយើងលែងឲ្យវារកចំណីអាហារខាងក្រៅក៏ប៉ុន្តែគឺចាំបាច់បំផុតគឺការថែទាំនៅអំឡុងពេលដែលទើបតែញាស់នេះក្នុង4សប្តាហ៍ចុះក្រោយនេះគឺជារឿងសំខាន់បំផុតសម្រាប់បាក់សីរបស់យើងបើសិនជាយើងអត់បានថែទាំឲ្យបានដល់ទេវាងាយនឹងកើតជំងឺមួយគេហៅថារាគស្អិតជាប់គូឬគេហៅថាកុកស៊ីឌីយ៉ូស៊ីសឬក៏ជាប្រភេទជំងឺមួយទៀតគឺគេហៅថាជំងឺរាគសបាទឬក៏ Gambaro អញ្ចឹងដូច្នេះសម្រាប់បងប្អូនអរគ្នាដែលចិញ្ចឹមជាលក្ខណៈគ្រួសារត្រូវតែយកចិត្តទុកដាក់ហើយបងប្អូនអរគ្នាចង់ប្រឹក្សាយោបល់សាកសួរពីបច្ចេកទេសវិធីសាស្ត្រនៃការចិញ្ចឹមមាន់អាចសាកសួរបានពីបទពិសោធន៍នៃការចិញ្ចឹមមាន់ខ្ញុំអាចចែករំលែកបានចំណុចមួយទៀតនោះគឺសម្រាប់បងប្អូនអរគ្នាថាត្រូវការជាប្រភេទវ៉ាក់សាំងសម្រាប់ការពារជំងឺមាន់ថ្នាំសម្រាប់ការពារជំងឺមាន់អាចកំងបានឬក៏ការសាកសួរក៏បានដែរពីវាអត់ជាបញ្ហាអីទេបាទអាចឆាតឲ្យតាម Telegram ដែលខ្ញុំដាក់នៅលើវីដេអូគឺជា QR code Telegram ហើយឬក៏លេខទូរស័ព្ទដែលខ្ញុំដាក់ខាងលើហើយបើបងប្អូនអរគ្នាត្រូវការប្រឹក្សាយោបល់ឬក៏សាកសួរព័ត៌មានផ្សេងៗអាចទំនាក់ទំនងមកបានហើយខ្ញុំសូមស្វាគមន៍សម្រាប់ការបងប្អូនអរគ្នាសិក្សាឬក៏សាកសួរបន្ថែមបាទសូមអរគុណសូមគោរពលា